ខ្ញុំខ្ចីលុយគេ8លានយ៉នដើម្បីសាងសង់កសិដ្ឋានចិញ្ចឹមជ្រូកខ្ញុំគ្រាន់តែចង់ជួយឲ្យអ្នកភូមិមានជីវភាពធូរធារប៉ុន្តែនៅថ្ងៃដែលខ្ញុំដឹកជ្រូកចូលមកដល់ភូមិមេភូមិបែរជាដឹកនាំអ្នកភូមិមកស្ទាក់រថយន្តខ្ញុំទៅវិញលីងឆិនឯងវាពូកែរកស៊ីលើញើសឈាមគេមែនទេឯងចង់កេងប្រវ័ញ្ចលុយកាក់ពួកយើងមែនទេកិច្ចសន្យាដែលយើងចុះហត្ថលេខាពីមុនគឺទុកជាមុខទាំងអស់ហើយអ្វីបានជាទុកជាមុខទៅវិញនេះមានទាំងត្រានិងស្នាមមេដៃច្បាស់លាស់ណាស់ចុះបើមានស្នាមមេដៃហើយយ៉ាងម៉េចពីមុនពួកយើងមិនដឹងថាការចិញ្ចឹមជ្រូកវាចំណេញខ្លាំងបែបនេះទេឥឡូវខ្ញុំប្រាប់ឲ្យដឹងចុះថ្លៃជួលដីត្រូវដំឡើងពី200យ៉នទៅ8000យ៉នក្នុង1សេនក៏មិនបានដែរហើយចំណែកភាគលាភក្នុងកិច្ចសន្យាត្រូវបដូរពី50មកជា40 60វិញឯងយក4ចំណែកភូមិយើងយក6ចំណែកពូលីកសិដ្ឋាននេះខ្ញុំខ្ចីលុយគេមកសាងសង់ណាបើពូធ្វើបែបនេះតើខ្ញុំរកប្រាក់ចំណេញពីណាទៅគុំនិយាយច្រើនពេកខ្ញុំប្រាប់ឲ្យដឹងដីនេះជាដីភូមិយើងឯងរកស៊ីលើដីយើងក៏ត្រូវតែបែងចែកចំណែករឿងលុយកាក់ប៉ុណ្ណឹងសោះបើមិនហ៊ានជាងឯងទៅចូលលោកថៅកែលីងគាត់ខំប្រឹងណាស់ហើយពួកយើងបានចំណេញខ្លះក៏ល្អដែរពិតមែនហើយជាងគូកុំធ្វើបាបគាត់ពេកអីលីងឆិនគេខ្ចីលុយគេមកសាងសង់កសិដ្ឋាននេះលក្ខខណ្ឌដែលគេដាក់មកក៏សមរម្យណាស់ទៅហើយលោកតាចាងអ្នកមិនយល់ទេកសិដ្ឋានរបស់លីងឆិនមួយឆ្នាំអាចរកចំណេញបានរាប់លានយ៉នដល់ពេលគេរកលុយបានគ្រប់គ្រាន់គេនឹងរត់ដល់ពេលនោះតើពួកយើងទៅរកស៊ីអីទៀតលោកតាភ្លេចរឿងថៅកែដាំម្លឹកកាលពីមុនហើយឬចុងក្រោយគេរត់ចោលបាត់អ្នកភូមិយើងខាត់លុយអស់ប៉ុន្មានក្នុងនាមជាមេភូមិខ្ញុំត្រូវតែលីងឆិនកុំបន្ទោសខ្ញុំអីបើឯងមិនធ្វើតាមខ្ញុំទេការសហការនេះគឺចប់ត្រឹមនេះហើយឯងទៅរុះរើកស្ថានហើយកាយដីឲ្យដូចដើមវិញខ្ញុំចំណាយពេល6ខែដោយលុយ8លានយ៉នដែលខ្ញុំខំសាងសង់កសិដ្ឋាននេះឥឡូវចង់ឲ្យខ្ញុំរុះរើចោលងាយបែបនេះនោះមិនមែនជាលុយរបស់អ្នកទើបអ្នកមិនចេះកសិដ្ឋានចិញ្ចឹមជ្រូកដែលចំណាយដើមទុនពិតប្រាកដអស់ឥឡូវចង់រុះរើក៏រុះរើមិនមែនលុយរបស់អ្នកទើបអ្នកមិនចេះជិះចាប់នឹងវាសោះឡើយហេនេះជាអ្វីដែលអ្នកនិយាយផ្ទាល់មាត់ណាអ្នកធ្វើស្អីហ្នឹងចាប់ពីថ្ងៃនេះទៅកិច្ចសហការរវាងភូមិមួយនេះនិងខ្ញុំគឺបញ្ចប់ត្រឹមនេះចាប់ពីថ្ងៃនេះទៅកិច្ចសហការរវាងភូមិមួយនេះនិងខ្ញុំគឺបញ្ចប់ត្រឹមនេះក្មួយឲ្យកុំខឹងអីអ្នកភូមិភាគច្រើននៅតែចង់ចិញ្ចឹមជ្រូកជាមួយក្មួយតើមែនហើយលោកលីបើអ្នកទៅបាត់តើពួកយើងត្រូវធ្វើម៉េចទៅមីងចៅខ្ញុំដឹងអ្នកភូមិភាគច្រើនពិតជាចង់ធ្វើការជាមួយខ្ញុំប៉ុន្តែចិត្តអ្នកភូមិមិនរួបរวมគ្នាខ្ញុំក៏មិនហ៊ានបន្តដែរអាឡូលោកវាងជ្រូកទាំងនេះខ្ញុំមិនទាន់ត្រូវការវាទេលោកជួយប្រាប់អ្នកបើកបរឲ្យបាត់ត្រឡប់ទៅវិញយកទៅទុកនៅរោងចក្ររាល់ការចំណាយទាំងអស់ខ្ញុំនឹងសងជូនលោកគ្រប់ចំនួនលីងឆេនលោកឈួតទៅហើយជ្រូក1000ក្បាលប្រាក់កក់5សែនយ៉នខ្ញុំមិនយកវិញទេលីជៀនគូរោងចក្រជ្រូកតម្លៃ8លាននេះខ្ញុំមិនយកទៀតទេរោងចក្រតម្លៃ8លានបោះបង់ចោលងាយបែបនេះឬមួយគាត់ខូចខួរក្បាលទៅហើយលីងឆេនលោកគិតឲ្យច្បាស់ណាស់ឥឡូវនេះបើលោកស្ដាយក្រោយនៅទាន់ពេលទេខ្ញុំលីងឆេនមួយជីវិតនេះនឹងមិនជន់ជើងចូលភូមិលេខ18នេះទៀតជាដាច់ខាតធ្វើជាខ្លាំងណាស់គ្មានលោកក៏ពួកយើងនៅតែរកលុយបានដែរធ្វើជាខ្លាំងណាស់គ្មានលោកក៏ពួកយើងនៅតែរកលុយបានដែរមេភូមិលីងឆេនម្នាក់នេះព្រមបោះបង់រោងចក្រតម្លៃ8លានក៏មិនព្រមតាមសំណើពួកយើងដែរឯងបារម្ភធ្វើអីមិនយូរមិនឆាប់គាត់នឹងត្រឡប់ដល់ពេលនោះអ្វីគឺស្ថិតក្នុងដៃពួកយើងហើយមេភូមិនិយាយត្រូវអាយុ30ឆ្នាំមានលុយតែ50យ៉នសំបីតែលុយចាក់សាំងក៏គ្មានផងលីងឆេនជ្រូក1000ក្បាលនោះខ្ញុំទុកឲ្យលោកសិនក៏បានតែថ្លៃចំណេញមួយថ្ងៃអស់រាប់ពាន់យ៉នតើលោកមានគម្រោងយ៉ាងម៉េចមិនអាចឲ្យខ្ញុំចិញ្ចឹមវាជារៀងរហូតបែបនេះទេណាលោកវាងសូមឲ្យពេលខ្ញុំ10ថ្ងៃក្នុងរយៈពេល10ថ្ងៃនេះខ្ញុំនឹងផ្ដល់ចម្លើយជូនលោក10ថ្ងៃក៏បានតែក្រោយ10ថ្ងៃខ្ញុំនឹងលក់វាចោលតាមតម្លៃទីផ្សារហើយដល់ពេលនោះកុំមកបន្ទោសខ្ញុំឲ្យសោះបាទខ្ញុំត្រូវតែរកវិធីដើម្បីរកកន្លែងដាក់ជ្រូកទាំងមួយឲ្យបានទាន់ពេលអាឡអត់អញមែនទេដែលមកពីភូមិសប៉ាដំណឹងលឿនម្លេះរឿងនៅជុំវិញនេះគេដឹងលឿនណាស់រឿងអញនៅភូមិសប៉ាគេនិយាយពេញហ្នឹងយកនំប៉ាវ2មកលីងឆេនខ្ញុំជាមេភូមិសេដ្ឋៅវាងទៅសុនខ្ញុំចង់អញ្ជើញអ្នកមកចិញ្ចឹមជ្រូកនៅភូមិខ្ញុំមែនទេលោកមេភូមិឥឡូវខ្ញុំគ្មានលុយទេខ្ញុំមានតែជ្រូក1000ក្បាលនេះឯងនោះក៏ដោយសារម្ចាស់គេអាណិតទើបគេឲ្យខ្ញុំផ្ញើទុកសិនបើ10ថ្ងៃទៀតមិនយកទៅគេនឹងលក់ចោលហើយរឿងលុយទុកឲ្យខ្ញុំគិតអ្នកគ្រាន់តែរៀបចំកន្លែងនិងបច្ចេកទេសទៅបានហើយអ្នកជាមេភូមិតើមានលុយមកពីណារោងចក្រសំណង់យើងអាចសង់ទ្រង់ជ្រូកសាមញ្ញសិនចាំលក់ជ្រូកដំបូងបានសឹមពង្រីកបន្តតែការចិញ្ចឹមជ្រូកត្រូវការបរិស្ថានល្អនិងឧបករណ៍ទំនើបបើចិញ្ចឹមក្នុងទ្រង់សាមញ្ញពេកហានិភ័យខ្ពស់ណាស់ប្អូនលីនខ្ញុំធ្វើមេភូមិ20ឆ្នាំហើយឃើញក្មេងក្នុងភូមិទៅធ្វើការឆ្ងាយអស់ដេកឃ្លីក៏ទុកចោលផ្ទះសម្បែងក៏ទ្រុឌទ្រោមខ្ញុំគិតរាល់ថ្ងៃមិនអាចឲ្យភូមិយើងវិនាសក្រោមដៃខ្ញុំបានទេប្អូនលីន
ពួកអ្នកភូមិសើប៉ាគេកេងចំណេញលើអ្នកតែខ្ញុំវ៉ាងtừសុនមិនធ្វើបែបនោះទេលោកមេភូមិខ្ញុំសូមនិយាយត្រង់បើខាត់វិញតាធ្វើម៉េចបើខាត់ខ្ញុំនឹងទទួលខុសត្រូវជាមួយអ្នកដើម្បីអភិវឌ្ឍភូមិខ្ញុំហ៊ានធ្វើគ្រប់យ៉ាងបានខ្ញុំនឹងទៅមើលភូមិជាមួយអ្នកតោះទៅញ៉ាំបាយផ្ទះខ្ញុំសិនមើលអ្នកចុះស្គមស្កាំងខ្យល់បក់តិចក៏ដួលដែរនេះហើយភូមិសេដ្ឋៅក្របន្តិចមែនតែចិត្តគំនិតអ្នកភូមិល្អណាស់មើលអីហ្នឹងលោកមេភូមិភ្នំមួយនោះជារបស់ភូមិអ្នកមែនទេមែនហើយវាស្ងាត់ជ្រុងជាង10ឆ្នាំមកហើយសូម្បីតែអ្នកកាប់អុសក៏ខ្ជិលឡើងទៅដែរចុះមានរឿងអីមានទាំងទឹកមានទាំងចម្រៀលមានទាំងព្រៃទីនេះស័ក្តិសមនឹងចិញ្ចឹមជ្រូកណាស់លោកចង់សាងសង់កសិដ្ឋានជ្រូកនៅទីនេះមែនទេមិនមែនទេខ្ញុំគិតថាមិនចាំបាច់សង់រោងជ្រូកទេបើមិនសង់រោងតើលោកចិញ្ចឹមជ្រូករបៀបណាលោកមេភូមិការចិញ្ចឹមជ្រូកក្នុងរោងចំណាយច្រើនណាស់ហើយហានិភ័យក៏ម្យ៉ាងទៀតជ្រូកដែលចិញ្ចឹមបែបនោះក៏មិនខុសពីជ្រូកទីផ្សារដែរពិបាករកទីផ្សារលក់តែបើផ្លាស់ប្ដូរវិធីសាស្ត្រដោយហុំព័ទ្ធភ្នំវិញឲ្យជ្រូកវាដើររកស៊ីលើភ្នំពេលថ្ងៃឲ្យវាស៊ីស្មៅស៊ីសត្វពេលយប់ចាំឲ្យវាស៊ីពោតបន្ថែមគេហៅថាជ្រូកព្រៃចិញ្ចឹមរសជាតិសាច់វាខុសពីជ្រូកធម្មតាដាច់លោកប្រកាសទេថាវិធីនេះនឹងជោគជ័យមិនត្រឹមតែជោគជ័យទេថែមទាំងចំណេញច្រើនជាងជ្រូកធម្មតា2 ទៅ 3 ដងទៀតចុះតើត្រូវរៀបចំអ្វីខ្លះសំណាញ់ដែកនិងបង្គោលរបងរោងពោតរោងដំឡូងនិងថ្លៃពលកម្មតាមទុនដំបូងយ៉ាងហោចណាស់ក៏ត្រូវចំណាយ2សែនយន់សម្រាប់ភូមិយើងមិនមែនជាចំនួនតិចតួចទេណាបងប្រុសលោកទៅសម្រាប់ផ្ទះខ្ញុំសិនទៅស្អែកចាំយើងបើកប្រជុំអ្នកភូមិទាំងអស់គ្នាយកពមនោះជាក្មួយស្រីខ្ញុំឈ្មោះស៊ូសៀវឪពុកម្ដាយគាត់ស្លាប់ចោលតាំងពីតូចគាត់រស់នៅម្នាក់ឯងក្នុងភូមិធ្វើស្រែចម្ការទោះមាត់ក៏មិនផ្អែមតែគាត់ជាមនុស្សស្មោះត្រង់សម្លីឆ្ងាញ់ណាស់ហាបើលោកចូលចិត្តខ្ញុំនឹងឲ្យក្មួយស្រីខ្ញុំដាំឲ្យលោកញ៉ាំរាល់ថ្ងៃថ្ងៃនេះហើយអ្នកភូមិមកគឺមានរឿងសំខាន់ចង់ប្រាប់នេះគឺលីងឆេនគាត់មានគម្រោងចង់មកចិញ្ចឹមជ្រូកនៅលើភ្នំខាងក្រោយភូមិយើងនេះចំណេញច្រើនជាងជ្រូកធម្មតា2 ទៅ 3 ដងបើគម្រោងនេះជោគជ័យអ្នកភូមិយើងទាំងអស់គ្នានឹងបានចំណែកលុយពួកខ្ញុំធ្លាប់ពីគេនិយាយពីគាត់ដែរគាត់មែនទេដែលគេដេញចេញពីភូមិថ្មបាក់នោះខ្ញុំស៊ើបសួរច្បាស់ណាស់គាត់ដាក់ទុននៅទីនោះ8 លានយន់ខាត់រហូតដល់អស់រលីងគ្មានសល់អ្វីទាំងអស់ស្រាប់តែមកដល់ភូមិយើងអ្នកណាដឹងថាគេចង់យកដីយើងទៅធ្វើអីពិតមែនហើយភូមិយើងទ្រាំលែងបានទៀតហើយពូវ៉ាន់មិនមែនខ្ញុំមិនគោរពពូទេពូជាមេភូមិពូនិយាយអ្វីខ្ញុំជឿទាំងអស់តែលេងឆេននេះមានអ្វីឲ្យពូយើងជឿពូនិយាយត្រូវខ្ញុំពិតជាគ្មានអ្វីឲ្យអ្នកទាំងអស់គ្នាជឿមែនកសិដ្ឋានជ្រូកនៅភូមិជាបាពីការជ្រើសរើសទីតាំងការរចនារហូតដល់ការទិញឧបករណ៍គឺខ្ញុំធ្វើម្នាក់ឯងទាំងអស់ទោះបីខ្ញុំបាត់បង់កសិដ្ឋានហើយខាត់លុយ8 លានយន់ក៏ដោយតែវាមិនមែនមកពីបញ្ហាបច្ចេកទេសទេគឺមកពីវេយៀងរោគេចង់បង្កបញ្ហាឲ្យខ្ញុំនិយាយស្រួលណាស់ចុះឥឡូវក្នុងដៃអ្នកមានលុយប៉ុន្មានមិនដល់1000យន់ផងហាអត់លុយសោះចុះមកទីនេះធ្វើអីចង់មកបោកគេមែនទេហាខ្ញុំគ្មានលុយមែនតែខ្ញុំមានជ្រូកពូជ1000ក្បាលតម្លៃ80,000យន់នេះជាទ្រព្យសម្បត្តិចុងក្រោយរបស់ខ្ញុំចុះជ្រូកមិនមែននៅជាមួយអ្នកផងវាផ្ញើទុកនៅស្ថានគេឯណោះចុះបើគេមិនឲ្យអ្នកវិញធ្វើម៉េចពួកអ្នកម្នាក់ខ្លាចនេះខ្លាចនោះតែចង់ឲ្យភូមិយើងក្រដល់ពេលណាហេតុអ្វីយុវជនក្នុងភូមិនាំគ្នាទៅធ្វើការឆ្ងាយអស់ព្រោះនៅក្នុងភូមិគ្មានអនាគតធ្វើស្រែចម្ការមួយឆ្នាំរកបានប៉ុន្មានឥឡូវមានគេចង់មកបង្កើតមុខរបរក្នុងភូមិយើងចង់នាំពួកយើងធ្វើការជាមួយគ្នាពួកអ្នកមិនត្រឹមតែមិនគ្រប់គ្រងថែមទាំងនិយាយឌឺដងទៀតពួកអ្នកខុសអីពីក្រុមមនុស្សនៅភូមិ18នោះខ្ញុំវងដេហវធ្វើជាមេភូមិ20ឆ្នាំមកនេះមិនដែលបោកប្រាស់អ្នកណាម្នាក់ឡើយនេះជាសៀវភៅធនាគាររបស់ខ្ញុំមានលុយ20,000យន់សម្រាប់ចាស់ចរាខ្ញុំនឹងយកលុយនេះមកធានាឲ្យលេងចិនបើខាត់ពួកអ្នកមិនបាច់ចេញលុយ1 សេនទេខ្ញុំជាអ្នកទទួលខុសត្រូវខ្ញុំជឿថាលេងចិននឹងនាំពួកយើងទៅរកភាពរុងរឿងមុនអាយុ70ឆ្នាំបើខ្ញុំបានឃើញអ្នកភូមិគ្រប់ផ្ទះសង់ផ្ទះថ្មជីវិតនេះគឺមានន័យណាស់តែខ្ញុំនិយាយត្រូវហើយនៅក្របបែបនេះស៊ូប្រថុយម្ដងមើលទៅដីទំនេរ3 ហិកតារបស់ខ្ញុំឲ្យលោកលីនឆេនប្រើដោយឥតគិតថ្លៃខ្ញុំនឹងជួយកម្លាំងពលកម្មដោយមិនយកថ្លៃឈ្នួលទេបានតោះខ្ញុំចូលរួមម្នាក់ដែរតែខ្ញុំសូមនិយាយទុកជាមុនសិនបើខាតពូវ៉ាងលុយ20,000នោះពូត្រូវតែទទួលខុសត្រូវណាខ្ញុំព្រមសរសេរលិខិតធានាឲ្យពូក៏បានអញ្ចឹងខ្ញុំនឹងដាក់ភាគហ៊ុនដោយបច្ចេកទេសនិងដើមទុនភូមិស៊ីថៅដាក់ភាគហ៊ុនដោយដីនិងកម្លាំងពលកម្មម្នាក់ទទួលបាន50%បើខាត់លោកលីនឆេននិងមេភូមិវ៉ាងត្រូវទទួលខុសត្រូវម្នាក់អ្នកណាឯកភាពសូមលើកដៃល្អបើគ្មានអ្នកណាជំទាស់ទេយើងចុះកិច្ចសន្យានឹងផ្តិតមេដៃលើនេះ
ប្អូនលីនជីវភាពអ្នកភូមិទាំងមូលផ្ញើទុកនឹងប្អូនហើយមេភូមិវាងកុំបារម្ភអីខ្ញុំដឹងពីរបៀបធ្វើហើយផឹកសិនទៅចាំសម្រាប់នៅលើភ្នំយប់ឡើងត្រជាក់ណាស់ប្អូនជួបសម្រាប់ប៉ុន្មានថ្ងៃញ៉ាំហេនមិនបានបង្ហាញថាប្អូនសុខភាពខ្សោយដាក់ទុកនៅមុខទ្វារទៅបានហើយព្រឹកស្អែកខ្ញុំនឹងមកយកសង្ឃឹមថាលើកនេះនឹងមិនមានបញ្ហាអ្វីកើតឡើងទៀតទេទៅខ្ញុំនាំប្អូនឡើងទៅមើលលើភ្នំទឹកនៅទីនេះហូរស្រស់ដីមានជាតិអាស៊ីតបន្តិចជម្រាលភ្នំក៏សមល្មមមិនចោតពេកហើយជ្រុំអាចរត់ហាត់ប្រាណបានដោយមិនងាយរងរបួសភ្នំនេះយើងហៅថាភ្នំខ្យងពីមុនធ្លាប់ដាំពោតក្រោយមកគ្មានអ្នកដាំក៏ទុកចោលទៅសរុបទៅមានប្រហែលជាង300ហិកតាយើងនឹងព័ទ្ធរបងសំណាញ់ដែកជុំវិញភ្នំរបងកម្ពស់1ម៉ែត្រកន្លះក្នុងដី30សង់ទីដើម្បីកុំឲ្យជ្រូកកាយចេញបានជម្រាលខាងកើតនិងខាងជើងរាបស្មើជាងគេយើងធ្វើជាកន្លែងចិញ្ចឹមស្រីខាងលិចនោះទុកនៅដដែលពេលជ្រូកក្តៅវាអាចចូលទៅជ្រកកំឡុកបានល្អធ្វើតាមប្អូនចុះត្រូវសង់រោងសាមញ្ញ3នៅពាក់កណ្ដាលភ្នំមួយសម្រាប់ទុកចំណីមួយសម្រាប់ឲ្យជ្រូកចូលសម្រាប់ពេលយប់មួយទៀតសម្រាប់មនុស្សស្នាក់នៅមានតែប៉ុណ្្នឹងទេមិនបាច់សង់ត្រង់ជ្រូកទេការចិញ្ចឹមជ្រូកបែបធម្មជាតិគឺសំខាន់ត្រង់ការឲ្យវាបានរត់ហាត់ប្រាណនេះឯងពេលថ្ងៃយើងឲ្យពួកវាដើររកស៊ីលើភ្នំដោយសេរីស៊ីស្មៅស៊ីដង្កូវហើយកាយវាឈើដល់ពេលយប់ទៅហើយវាចូលត្រង់មកស៊ីចំណីបន្ថែមជ្រូកដែលចិញ្ចឹមបែបនេះសាច់របស់វាមានខ្លាញ់ជាប់ស្មើល្អរសជាតិខុសពីជ្រូកចិញ្ចឹមដោយចំណីដាច់ស្រឡះជ្រូកធម្មតាគេលក់បានប្រហែល8ទៅ10យន់ក្នុង1គីឡូតែជ្រូកស្រែយើងអាចលក់បាន25ទៅ30យន់គិតត្រឹមតម្លៃទាបបំផុត25យន់យើងនឹងទទួលបានចំណូលជាង6លានគ្រាន់តែជាចំណូលសរុបកាត់ថ្លៃចំណីនិងថ្លៃធ្វើបងចេញប្រាក់ចំណេញសុទ្ធនឹងនៅសល់ជាង3លានយន់3លានយន់នេះបើប្រៀបនឹងដីស្រែទាំងមូលក្នុងភូមិយើងធ្វើស្រែមួយឆ្នាំក៏មិនបានដល់3សែនយន់ផងដំបូងយើងត្រូវសង់របងនិងរោងឲ្យរួចរាល់សិនថ្លៃលុះធ្វើរបងនិងសង់កសីព្រមទាំងឈើនិងឧបករណ៍ផ្សេងប្រហែល120,000យន់80,000យន់ទៀតទុកទិញពូជពោតនិងដំឡូងហើយទុកខ្លះសម្រាប់ចំណាយបន្ទាន់ស្អែកនេះខ្ញុំនឹងទៅកំងទិញសម្ភារនៅទីរួមស្រុកចំណែកកម្លាំងពលកម្មអ្នកមិនបាច់បារម្ភទេអ្នកភូមិយើងនឹងជួយគ្នាទាំងអស់លោកវា3ថ្ងៃទៀតលោកជួយដឹកជ្រូកទៅភូមិស៊ីថៅឲ្យខ្ញុំផងភូមិស៊ីថៅដែលក្រលំបាកនោះមែនទេបាទគឺភូមិដែលក្រលំបាកនោះឯងអ្នកទាំងអស់គ្នាថ្ងៃនេះយើងឡើងភ្នំទៅធ្វើរបងនិងសង់រោងឲ្យហើយបងលីនការងារទាំងអស់រួចរាល់អស់ហើយរងចាំតែជ្រូករបស់បងមកដល់ប៉ុណ្ណោះចិត្តដល់ហើយស្អែកនេះនឹងដឹកមកដល់លោកមេភូមិខ្ញុំបានសួរគេហើយទិញពូជជ្រូកពីក្នុងក្រុងមួយក្បាលយ៉ាងតិច500យន់សម្រាប់ 2000 ក្បាលគឺត្រូវចំណាយដល់ទៅ1លានតើយើងរកលុយពីណាឲ្យអ្នកភូមិជួយគ្នាសិនទៅបើមិនគ្រប់ខ្ញុំនឹងទៅខ្ចីលុយធនាគារចុះបច្ចេកទេសចិញ្ចឹមវិញក្នុងភូមិយើងមានអ្នកណាការចិញ្ចឹមជ្រូកមិនមែនជារឿងពិបាកគ្រាន់តែឲ្យវាស៊ីឆ្អែតទៅបានកសិដ្ឋានធំក្នុងក្រុងគេក៏ចិញ្ចឹមក្នុងទ្រុងឲ្យស៊ីចំណីដូចគ្នាយើងមានឧបករណ៍ទំនើបបែបនេះខ្លាចអីមិនជោគជ័យលោកមេភូមិនិយាយត្រូវយល់ថាលីនឆេនបានទៅភូមិស៊ីថៅហើយដើម្បីទៅចិញ្ចឹមជ្រូកស្រែនៅលើភ្នំរហស្ថាននោះចិញ្ចឹមជ្រូកលើភ្នំអីចឹងឈួតរៃនឹងហើយជ្រូកគេត្រូវចិញ្ចឹមក្នុងទ្រុងបើលែងលើភ្នំបាត់ទៅអ្នកណាទទួលខុសត្រូវហាទុកឲ្យគាត់ធ្វើទៅចាំដល់ពេលជ្រូក 2000 ក្បាលយើងលក់បានអ្នកភូមិយើងនឹងបានសង់ផ្ទះថ្មីទាំងអស់គ្នាដល់ពេលនោះចាំមើលមុខលីនឆេនថាទៅជាយ៉ាងណាហេកូនជ្រូកទាំងនេះស្អាតណាស់មេភូមិតាមផ្លូវនេះឡើងទៅលើភ្នំឲ្យខ្ញុំទៅចិញ្ចឹមជ្រូកហត់ជាងធ្វើស្រែ10 ដងទៀតជ្រូកមកដល់ហើយធូរចិត្តខ្លះហើយមែនទេបាទធូរចិត្តជាងមុនច្រើនយប់នេះហូបអីបបរពោតទៅបានហើយម្សិលមិញក៏បបរពោតម្សិលថ្ងៃក៏បបរពោតចង់ឲ្យខ្ញុំហូបដូចជ្រូកមែន
លីនឆេនក្មេងស្រីស៊ូស៊ីវនឹងមើលទៅស្រឡាញ់អ្នកណាស់ណាឈប់និយាយលេងទៅចេញទៅក្រៅទៅមេភូមិប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនេះគេកំណត់យ៉ាងម៉េចអក្សរអង់គ្លេសទាំងអស់ខ្ញុំអត់ចេះទេខ្វល់អីនឹងប្រព័ន្ធអីហ្នឹងពីមុនយើងចិញ្ចឹមជ្រូកមិនដែលត្រូវការរបស់ពួកនេះទេបើក្តៅពេកបើកបង្អួចឲ្យខ្យល់ចូលទៅស្រួលជាងប្រើរបស់ពួកនេះទៅទៀតយប់នេះមិនក៏ខ្យល់បក់ខ្លាំងម្ល៉េះមេភូមិចំណីនាំចូលដែលលីងឆេនកាំងពីមុនគេថាមានប្រូតេអ៊ីនខ្ពស់មួយតោនថ្លៃជាង 4000 យ៉នយើងនៅតែទិញប៉ុន្មាន 4000 យ៉នជាងថ្លៃដូចប្លន់ទិញនៅរោងចក្រចំណីក្នុងថោកបំផុតមួយតោនត្រឹមតែ 1000 យ៉នជាងប៉ុណ្ណោះជ្រូកវាមិនរើសចំណីទេឲ្យអីវាក៏ស៊ីដែរតែលីងឆេនធ្លាប់បានប្រាប់ថាជ្រូកតូចពោះវានៅខ្សោយត្រូវតែស៊ីចំណីមានប្រូតេអ៊ីនខ្ពស់បើមិនអីចឹងទេវាងាយនឹងឈឺដល់ពេលនោះពិបាកចិញ្ចឹមណាស់ឯងដឹងអីបើលីងឆេនពូកែពិតមែនមិនក៏ខ្ញុំបណ្ដេញគាត់ចេញបានស្ដាប់ខ្ញុំទៅទិញអាថោកបានហើយរបស់ពួកនេះយើងក៏ប្រើមិនចេះដែរទុកចោលក៏ខាតរស់រើលក់យកលុយទៅទិញចំណីវិញល្អជាងចិញ្ចឹមជ្រូកសោះត្រូវការខ្យល់អីច្រើនម្ល៉េះប្រព័ន្ធនេះខ្ជះខ្ជាយភ្លើងណាស់ធ្វើតាមការណែនាំរបស់អ្នកចុះមេភូមិយើងត្រឡប់ទៅវិញសិនទៅមេឃជិតភ្លៀងហើយតោះទៅយ៉ាប់ហើយអាឡូមេភូមិវាងរបងដួលរំអស់ហើយជ្រូកជាច្រើនក្បាលរត់បាត់អស់ហើយលោកជួយហៅអ្នកភូមិឡើងទៅលើភ្នំជួយផងជួយរកជ្រូកផងបានខ្ញុំនឹងទៅឥឡូវនេះអាកាសធាតុស្អីបែបនេះជ្រូកឲ្យហេតុអ្វីរត់លឿនម្ល៉េះកុំរត់ទៀតបើនៅរត់ទៀតខ្ញុំលែងខ្វល់ពីអញហើយហាមេភូមិមើលពួកគេប្រឡាក់ដូចកូនស្វាអញ្ចឹងតើយើងគួរទៅជួយពួកគេបន្តិចទេជួយស្អីគេលីងឆេនគេមិនមែនខ្លាំងពូកែណាទុកឲ្យគេដោះស្រាយដោយខ្លួនឯងទៅមិនហើយយើងទៅរវល់ជាមួយគេធ្វើអីតោះត្រឡប់ទៅផ្ទះដេកវិញមេភូមិខ្ញុំរកជ្រូកឃើញហើយនៅទីនេះតោះនាំជ្រូកចូលត្រង់សិនទៅ1 2 3រកជ្រូកឃើញអស់ហើយមែនទេឃើញអស់ហើយមិនបាត់មួយក្បាលឡើយឆ្អឹងចាស់របស់ខ្ញុំស្ទើរតែដាច់នៅលើភ្នំទៅហើយពើវ៉ាន់ខ្ញុំលែងហ៊ាននិយាយថាការចិញ្ចឹមជ្រូកស្រួលជាងធ្វើស្រែទៀតហើយបងឆេនញ៉ាំស៊ុបនេះសិនទៅកុំឲ្យផ្ដាសាយថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់របងដែលខូចត្រូវតែជួសជុលឡើងវិញថ្ងៃនេះអ្នកទាំងអស់គ្នាសម្រាកសិនចុះស្អែកចាំឡើងទៅជួសជុលអូនក៏សម្រាកឲ្យបានច្រើនដែរណាលីជៀនកៅអ្នកមកទីនេះធ្វើអីខ្ញុំមកមើលថាជ្រូករបស់អ្នកចិញ្ចឹមទៅដល់ណាហើយគ្រាន់តែប៉ុណ្ណឹងប្រើសំណាញ់ដៃព័ទ្ធជុំវិញហើយឲ្យជ្រូករត់ពេញភ្នំនេះហៅថាចិញ្ចឹមជ្រូកមេភូមិនេះមិនខុសពីការខ្វៀលជីមទេខ្វៀលជីមនៅល្អជាងនេះទៅទៀតយ៉ាងហោចណាស់ក៏អាចកាត់រោមជីមលក់បានលុយដែរជ្រូករត់ពេញភ្នំបែបនេះមួយឆ្នាំតើវាឡើងសាច់បានប៉ុន្មានគីឡូលីងឆេនឲ្យលីងឆេនខ្ញុំមើលថាកាលពី2ថ្ងៃមុនរបងជ្រូកអ្នកត្រូវតែភ្លៀងហូរច្រោះអស់ហើយជ្រូករត់អស់រលីង
សំណាងហើយដែលអ្នកមានជ្រូកមានតែ1000ក្បាលប៉ុណ្ណោះបើដូចនៅភូមិយើងវិញមានដល់ទៅ2000ក្បាលយើងចិញ្ចឹមក្នុងទ្រង់ស្តង់ដាមិនខ្លាចខ្យល់មិនខ្លាចភ្លៀងទេមិនមានបញ្ហាច្រើនបែបនេះឡើយបើកាលនោះអ្នកព្រមតាមលក្ខខណ្ឌខ្ញុំម្លេះសម្បានធ្វើជាអ្នកបច្ចេកទេសនៅស្ថានយើងបាត់ហើយធ្វើការស្រួលមិនចង់បែរជាមកលំបាកនៅតំបន់ដាច់ស្រយាលនេះលីជៀនគូអ្នកមកដល់ភូមិយើងដើម្បីនិយាយរឿងនេះមែនទេមានន័យថាម៉េចខ្ញុំគ្រាន់តែមកលេងមើលទេចុះមិនវិញភូមិយើងមិនស្វាគមន៍ភ្ញៀវបែបអ្នកទេអ្នកមកដើម្បីចំអកឲ្យយើងមែនទេការពិតវាច្បាស់ស្រាប់ហើយមើលលក្ខខណ្ឌរបស់អ្នកចុះមានតែរោងសង្កសីនិងរបងសំណាញ់ជ្រូកនៅហៅខ្យល់ហៅថ្ងៃមើលក៏ស្ថាននៅភូមិយើងវិញមានប្រព័ន្ធផ្ដោតចំណីនិងសម្អាតដោយស្វ័យប្រវត្តិប្រព័ន្ធខ្យល់ចេញចូលមិនមែនអ្នកបានរុះរើឧបករណ៍ទាំងនោះចេញអស់ហើយទេរុះចេញព្រោះវាមិនចាំបាច់ម៉ាស៊ីនទាំងនោះប្រើភ្លើងអស់ច្រើនណាស់អ្នករុះម៉ាស៊ីនចេញបែបនេះមិនខ្លាចជ្រូក2000ក្បាលនោះក្តៅងាប់ទេក្តៅងាប់អ្នកណាខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកមិនដែលឃើញមានបញ្ហាក្តៅហាយើងចិញ្ចឹមជ្រូកជាង10ឆ្នាំមកហើយនៅត្រូវឲ្យអ្នកមកបង្រៀននេះគ្រាន់តែចិញ្ចឹមជ្រូកមិនមែនផលិតគ្រាប់រកែតទេហាលីជៀនគូចេញទៅឲ្យឆ្ងាយចេញទៅឥឡូវនេះហូរកំហឹងមិនតូចសោះខ្ញុំរាប់ដល់3បើអ្នកនៅតែឈរទីនេះខ្ញុំនឹងហៅអ្នកភូមិមកដេញអ្នកចេញហើយយើងទៅវិញទៅកុំប្រកាន់ជាមួយមនុស្សបែបនេះបានខ្ញុំទៅចាំមើលទៅប៉ុន្មានខែទៀតអ្នកនឹងដឹងថាអ្នកណាជាអ្នកគួរឲ្យអស់សំណើចមនុស្សបែបហ្នឹងជួបម្ដងខ្ញុំវីម្ដងកុំទៅប្រកាន់អីធ្វើការរបស់យើងទៅបានហើយជ្រូក2000ក្បាលរបស់គេនឹងអ្នកគិតថាអាចចិញ្ចឹមបានដល់ពេលលក់មែនទេរដូវក្តៅមិនទាន់មកដល់ផងបើគ្មានប្រព័ន្ធខ្យល់ចេញចូលទេគេចិញ្ចឹមមិនរស់សំបីតែមួយក្បាលមើលទៅអ្នកភូមិលេខ18ប្រហែលជាត្រូវស័យតាមលីជៀនគោមិនខានជ្រូកទាំងនេះយើងចិញ្ចឹមបាន8ខែហើយជិតដល់ពេលលក់បានហើយចាំយើងរើសមួយក្បាលដែលស្អាតទៅថ្លឹងមើលជ្រូកនៅខាងកើតនឹងធំណាស់យើងទៅរើសខាងនោះទៅបានតោះយើងទៅលឿនឡើងវាខ្លាំងណាស់ខ្ញុំស្ទើរតែទប់មិនជាប់ទេជិត100គីឡូហើយអូយម្ដាយអើកម្លាំងជ្រូកនេះខ្លាំងមែនជ្រូកទាំងនេះមានទម្ងន់ជាមធ្យម90ទៅ100គីឡូលឿនជាងអ្វីដែលអ្នកប៉ាន់ស្មានកន្លះខែផ្លែឈើព្រៃនៅលើភ្នំទុំអស់ហើយជ្រូកស៊ីទៅធាត់លឿនណាស់ចិញ្ចឹមមួយខែទៀតអាចចាប់ផ្ដើមលក់បានហើយចុះអ្នកតាក់ទងអ្នកទិញហើយឬនៅលក់ឲ្យអ្នកណាម្សិលមិញខ្ញុំតាក់ទងរោងចក្រសាច់ជ្រូកមួយរសៀលនេះយើងបើកឡានទៅសួរគេពួកអ្នកចិញ្ចឹមជ្រូកបានប៉ុន្មានក្បាល1000ក្បាលសុទ្ធតែជាជ្រូកចិញ្ចឹមបែបធម្មជាតិជ្រូកធម្មជាតិមែនទេចុះមានលិខិតបញ្ជាក់កំណត់ត្រាការពីជំងឺនិងលិខិតត្រួតពិនិត្យពេលលក់ជ្រូកយើងមានឯកសារគ្រប់គ្រាន់ទាំងអស់សុទ្ធតែចិញ្ចឹមតាមស្តង់ដារចំណុចនេះលោកអាចទុកចិត្តបានឯកសារគឺគ្រប់គ្រាន់ហើយតែជ្រូកធម្មជាតិសាច់តិចណាស់យើងទិញតាមតម្លៃធម្មតាទេមិនអាចដំឡើងថ្លៃឲ្យបានទេលោកនាយកចាងលោកសាក់ភ្លក់សាច់វាសិនទៅចាំនិយាយរឿងតម្លៃសាច់នេះខុសពីសាច់ធម្មតាមែនអាយ៉ាងយកសាច់នេះទៅស្ងោរទឹកធម្មតាទៅកុំដាក់គ្រឿងទេសបាត់ខ្ញុំនឹងទៅធ្វើឥឡូវនេះមកផឹកតែសិនយើងអង្គុយនិយាយគ្នាបងលីនធម្មតាអ្នកឲ្យជ្រូកស៊ីអ្វីខ្លះយើងមិនប្រើចំណីកែច្នៃទេយើងឲ្យវាស៊ីតែដំណាំមានទាំងពោតដំឡូងនិងល្ពៅដែលអ្នកភូមិយើងដាំផ្ទាល់រោងចក្រខ្ញុំទើបតែចរចាជាមួយសន្តាគារនិងកន្លែងកំសាន្តមួយចំនួនបើគុណភាពសាច់ជ្រូកល្អតម្លៃក៏អាចដំឡើងឲ្យបានដែរគ្មានបញ្ហាទេសាច់ឆ្អិនហើយមិនបានដាក់គ្រឿងទេសអ្វីទាំងអស់បាទសាច់នេះឈ្ងុយណាស់ប្អូនលីជ្រូកចិញ្ចឹមបែបធម្មជាតិរបស់ប្អូនលក់តម្លៃប៉ុន្មានក្នុង1គីឡូ25យ៉នក្នុង1គីឡូជ្រូកធម្មតាគេទិញតែ8យ៉នកន្លះទេចុះប្អូនទារដល់25យ៉នថ្លៃជាងចិត្ត3ដងឯណោះបងសាក់ទៅមើលនៅផ្សារទំនើបក្នុងក្រុងសាច់ជ្រូកខ្មៅនាំចូលពីបរទេសលក់ថ្លៃប៉ុណ្ណាគុណភាពជ្រូកខ្ញុំគឺខ្ពស់ជាងនឹងទៅទៀត25យ៉ននេះជាតម្លៃលក់ដុំទេបងប្អូនអាចធានាការផ្គត់ផ្គង់បានទៀងទាត់ទេមួយលើក100ហើយចាប់ពីពេលនេះទៅ1ឆ្នាំយ៉ាងហោចណាស់2លើកនេះជាប្រាក់កក់2លានយ៉នជ្រូករបស់ប្អូនបងយកទាំងអស់
ស្អែកខ្ញុំនឹងដឹកជ្រូកទៅឲ្យបងសង្ឃឹមថាការសហការរបស់យើងមែនហើយខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទីបំផុតក៏ទទួលបានផលសម្រេចថ្ងៃនេះហើយអ្នកទាំងអស់គ្នាមកគឺមានរឿងតែមួយទេគឺចែកលុយអូខ្ញុំនឹងរាយការណ៍ពីចំណូលចំណាយជ្រូកធម្មជាតិជុំទី1លក់បាន553ក្បាលទម្ងន់មធ្យម192គីឡូតាមតម្លៃកិច្ចសន្យា25យន់ក្នុង1គីឡូចំណូលសរុប3លាន8សែនយន់កាត់ថ្លៃសម្ភារៈធ្វើរបងស៊ីម៉ងនិងសំណាញ់ដែកថ្លៃចំណីនិងថ្លៃដឹកជញ្ជូនថ្លៃកាប់ជ្រូកនិងកែច្នៃរួមទាំងប្រាក់20000ដែលមេភូមិវាងបានចេញមុននិងថ្លៃពលកម្មសរុបថ្លៃដើម680,000យន់ចំណេញសុទ្ធ3លាន120,000យន់តាមកិច្ចព្រមព្រៀងដើមគឺចែកគ្នាពាក់កណ្ដាលម្នាក់ចំណែកខាងភូមិយើងទទួលបានជាង1លាន6សែនយន់និងត្រូវចែកតាមចំនួនថ្ងៃធ្វើការនិងទំហំដីរបស់ម្នាក់លុយជាង1លាននេះតាំងពីបង្កើតភូមិមកពួកយើងធ្លាប់ឃើញចំនួនប៉ុណ្ណេះដែរឬទេខ្ញុំអាចបានលុយប៉ុន្មានដែរគ្រួសារដែលបានតិចបំផុតក៏ទទួលបាន12,000យន់ដែរអ្នកដែលខំធ្វើការច្រើនអ្នកដែលផ្ដល់ដីច្រើនក៏ទទួលបានចំណែកកាន់តែច្រើនដែរលោកគិនសឹងអ្នកខំធ្វើការច្រើនជាងគេហើយក៏ផ្ដល់ដីច្រើនដែរទទួលបាន46,000យន់46,000ខ្ញុំស្ដាប់ច្រឡំមែនទេខ្ញុំធ្វើស្រែចម្ការជាង30ឆ្នាំមួយឆ្នាំសន្សំមិនបានដល់3,000យន់ផង46,000ខ្ញុំកំពុងយកសັບមែនទេយកសັບអីទៅលុយនៅក្នុងដៃអ្នកហើយតាជួងទទួលបាន38,000យន់លោកលីអរគុណលោកខ្លាំងណាស់លោកវាងទឺសុនខំធ្វើការច្រើនជាងគេហើយក៏ផ្ដល់ដីច្រើនជាងគេទទួលបាន85,000យន់លោកមេភូមិនេះជាចំណែកលុយរបស់លោកទីបំផុតខ្ញុំក៏បានធ្វើអ្វីមួយដើម្បីភូមិយើងពូវាងថ្ងៃក្រោយភូមិយើងនឹងកាន់តែរីកចម្រើនជាងនេះទៀតចំណែកលុយដែលនៅសល់ខ្ញុំក្រុងនឹងទិញកូនជ្រូកពូជល្អបន្ថែមទៀតទិញម្ដង5,000ក្បាលរួចហើយនឹងពង្រឹងរបងនៅលើភ្នំឲ្យរឹងមាំអ្នកណាឯកភាពសូមលើកដៃបងប្អូនឲ្យឆ្នាំក្រោយយើងនឹងសាងសង់ផ្ទះថ្មទាំងអស់គ្នាសាងសង់ផ្ទះថ្មសាងសង់ផ្ទះសាងសង់ផ្ទះថ្មពូខ្ញុំមានរឿងចង់និយាយរឿងអីខ្ញុំតាក់ទងជាមួយនាងស៊ុយហ្វានៅភូមិចិត្តខាងបានកន្លះឆ្នាំហើយឥឡូវខ្ញុំមានលុយហើយចុងឆ្នាំនេះខ្ញុំនឹងទៅដណ្ដឹងនាងវាងអ៊ូកុំនិយាយលេងអីលុយប៉ុណ្ណឹងទិញបានតែជ្រូកពីរចង់ទៅដណ្ដឹងប្រពន្ធទេណាពូដឹងអីស៊ុយហ្វាគេប្រាប់ថាបើខ្ញុំខំធ្វើការរឿងម្ដាយគេនាងនឹងចាត់ការខ្លួនឯងហាប្អូនលីចុះក្មួយស្រីពូវិញយ៉ាងម៉េចដែរនាងជាក្មេងស្រីឧស្សាហ៍ព្យាយាមស័ក្តិសមនឹងរៀបការបង្កើតគ្រួសារណាស់ពូវាងកុំលេងសើចនឹងខ្ញុំអីចុះរឿងអាយុ18ឆ្នាំនោះទៅដល់ណាហើយខ្ញុំហៅថានៅភូមិស៊ីប៉ាកំពុងមានរឿងធំហាក់ដូចជាជ្រូកជាង2000ក្បាលរបស់លីជៀនគូស្លាប់ពាក់កណ្ដាលចិញ្ចឹមជ្រូកច្រើនម្លេះតែគ្មានប្រព័ន្ធខ្យល់ចេញចូលសោះចិញ្ចឹមមិនរស់ទេលោកមេភូមិខែមុនជ្រូកមកអស់ជាង120ក្បាលទៀតហើយតើត្រូវធ្វើម៉េចទៅពីដំបូងយើងទិញជ្រូកមក2000ក្បាលចំណាយអស់លុយ1លានយន់មកដល់ពេលនេះជ្រូកមកស្ទើរតែអស់ទៅហើយក្នុងចំណោម300ក្បាលដែលនៅសល់កណ្ដាលកំពុងតែឈឺស្កាំងស្គមមិនដឹងថាអាចរស់ដល់ថ្ងៃលក់ដែរឬអត់ទេខ្ញុំទៅរកពេទ្យសត្វគេមើលមួយផ្លែតហើយនិយាយថារបៀបចិញ្ចឹមបែបនេះទូទេវតាក៏ជួយមិនបានដែរពេទ្យសត្វអីក៏អន់ម្លេះចេះតែទាលុយលោកមេភូមិលុយអ្នកភូមិយើងប្រមូលបានជាង70,000យន់បុករួមទាំងលុយដែលលោកទៅខ្ចីពីទីរួមស្រុក30,000សរុបចំណាយអស់1,240,000ឥឡូវបើជ្រូក300ក្បាលនេះលក់បានទាំងអស់តាមតម្លៃទីផ្សារ8យន់កន្លះក្នុងមួយក៏បានត្រឹមតែ3ទៅ4សែនយន់ខាត់អស់8ទៅ9សែនយន់បាត់ពិតជាបញ្ហាកម្រិតសីតុណ្ហភាពមែនពេទ្យសត្វគេប្រាប់ថាត្រង់ជ្រូកត្រូវបិទចិត្តមិនអាចបើកបង្អួចផ្ដេសផ្ដាស់ទេរដូវក្តៅត្រូវពឹងលើប្រព័ន្ធត្រជាក់ទឹកត្រជាក់ស្វ័យប្រវត្តិនឹងលីនឆេនចំណាយជាង30,000យន់ដើម្បីដំឡើងវាតែលោកបែរជាបញ្ជាឲ្យខ្ញុំបើកបង្អួចឲ្យខ្យល់ចូលពេលថ្ងៃមិនអីទេតែដល់ពេលថ្ងៃត្រង់កម្ដៅថ្ងៃចាំងចូលសីតុណ្ហភាពក្នុងទ្រុងឡើងដល់47 40ជ្រូកមិនអាចបញ្ចេញញើសបានទេវារំសាយកម្ដៅមិនចេញវាដួលងាប់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនោះរាល់ព្រឹកចូលទៅក្នុងទ្រុងឃើញជ្រូកងាប់ដេកតម្រៀបគ្នាពេញដីក្រោយមកពេលបន្ថយកម្ដៅបានស្មានថាអត់អីតែដល់ខែ10វាក៏ចាប់ផ្ដើមរាករស់ទៀតពេទ្យសត្វថាចំណីមិនល្អសារធាតុប្រូតេអ៊ីនទាបពេកធ្វើឲ្យប្រព័ន្ធភាពស៊ាំជ្រូកចុះខ្សោយតើឧបករណ៍ទាំងនោះអាចដំឡើងវិញបានទេពេលរុះរើលោកឲ្យគេយកញួរវាបំបែកអស់ហើយបំពង់ទឹកកង់អស់ហើយបន្ទះអាលុយមីញ៉ូមក៏ត្រូវគេជន់បែកខ្ទេចខ្ទីលើកនេះខ្ញុំពិតជាធ្វើឲ្យភូមិយើងខូចខាតហើយខ្ញុំពិតជាធ្វើខុសមែនលោកមេភូមិស្អែកនេះអ្នកភូមិគេថានឹងមកត្រង់ជ្រូក
ដើម្បីទាមទាររកការពិតពីលោកអ្នកគួរតែគិតរកវិធីដោះស្រាយទៅលីជីនគូលុយ 30,000 របស់ខ្ញុំទៅណាហើយអ្នកថាចិញ្ចឹមជ្រូកច្បាស់ជាចំណេញចុះឥឡូវជ្រូកបាត់អស់អ្នកត្រូវតែសងលុយខ្ញុំមកវិញកាលនោះអ្នកទេដែលថាអត់ត្រូវការលីនឆេនអ្នកថាពួកយើងចិញ្ចឹមខ្លួនឯងចំណេញជាងគេចុះឥឡូវនេះលុយថ្លៃរៀនចៅខ្ញុំ 50,000 ខ្ញុំដកមកដាក់ទាំងអស់ឥឡូវនេះគឺបាត់អស់រលីងអ្នកទាំងអស់គ្នាកុំទាន់អើភ័យអីយើងលក់កសិដ្ឋានចោលទៅរួចចែកលុយគ្នាតាមផ្ទះវិញល្អទេលក់យ៉ាងម៉េចកើតកសិដ្ឋាននេះជារបស់លីនឆេដីនេះជាដីភូមិតើលក់ដោយរបៀបណាចុះត្រូវធ្វើម៉េចទៀតលុយខ្ញុំមិនអាចបាត់បង់ទៅទេបែបនេះទេជប់ឆ្លុះគ្នាទៅឆ្លុះគ្នាក៏ជ្រូកមិនរស់ឡើងវិញដែរជាងគូខ្ញុំធ្លាប់ប្រាប់អ្នកហើយថាអ្នកធ្វើដាក់លីនឆេនខ្លាំងពេកហើយឥឡូវមើលចុះអ្នកមិនត្រឹមតែធ្វើបាបខ្លួនឯងទេថែមទាំងធ្វើបាបអ្នកភូមិទាំងមូលទៀតវាជាកំហុសរបស់ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាជាងគូស្អែកនេះអ្នកនាំអ្នកភូមិទៅរកលីនឆេនទៅអញ្ជើញគាត់ត្រឡប់មកចិញ្ចឹមជ្រូកនៅភូមិយើងវិញយើងធ្លាប់ដេញគាត់ចេញពីភូមិបែបនេះគាត់នឹងព្រមមកវិញមែនទេមិនសាឡបងតើដឹងបានយ៉ាងម៉េចបានស្អែកនេះខ្ញុំនឹងនាំអ្នកភូមិទៅអញ្ជើញលីនឆេននៅភូមិស៊ីថៅលីជានគូអ្នកមកភូមិស៊ីថៅធ្វើអីមកសើចចំអកខ្ញុំទៀតមែនទេលីនឆេនខ្ញុំមកសុំទោសអ្នកខ្ញុំខុសហើយសុំទោសផងកាលនោះខ្ញុំលោភលន់ពេកទើបដេញអ្នកចេញពីភូមិឥឡូវនេះខ្ញុំស្ដាយក្រោយខ្លាំងណាស់ខ្ញុំសូមអង្វរអ្នកជួយត្រឡប់មកមើលកសិដ្ឋានវិញផងលុយអ្នកភូមិដែលប្រមូលគ្នាគឺខាត់អស់រលីងចៅធីជូគេយកលុយថ្លៃបណ្ដាការកូនប្រុសមកដាក់ដែរលុយទុកធ្វើបុណ្យម្ដាយក្មេកក៏អស់ដែរទាំងអស់នេះគឺដោយសារខ្ញុំលីនឆេនខ្ញុំសូមអង្វរអ្នកត្រឡប់ទៅភូមិយើងវិញទៅកសិដ្ឋាននៅទីនោះនៅឡើយត្រឡប់ទៅវិញចុះយើងនឹងស្ដាប់តាមអ្នកទាំងអស់គ្នាអ្នកថាឲ្យធ្វើម៉េចយើងនឹងធ្វើតាមនឹងខ្ញុំនឹងមិននិយាយអ្វីទៀតទេកុំធ្វើបែបនេះអីមានរឿងអីយើងអាចពិភាក្សាគ្នាបានមេភូមិលីរឿងកសិដ្ឋានជ្រូកខ្ញុំមិនប្រកាន់អ្នកទេតែពេលនេះខ្ញុំមិនត្រឡប់ទៅភូមិស៊ីបាវិញទេអ្នកនៅតែខឹងខ្ញុំមែនទេខ្ញុំដឹងខ្លួនថាខ្ញុំខុសហើយវាមិនមែនជារឿងខឹងឬមិនខឹងទេមេភូមិលីរឿងខ្លះធ្វើទៅហើយគឺធ្វើទៅហើយការសុំទោសក៏មិនអាចផ្លាស់ប្ដូរការពិតបានដែរចុះយើងត្រូវធ្វើម៉េចទៀតចប់គ្នាហើយខ្ញុំមិនត្រឡប់ទៅភូមិស៊ីបាទេតែបើអ្នកភូមិស៊ីបាចង់មកធ្វើការកសិដ្ឋានភូមិស៊ីតូយើងអាចទទួលយកបានប្រាក់ខែគិតតាមថ្ងៃដូចអ្នកភូមិស៊ីតូដែរធ្វើការបានប៉ុន្មានយកលុយប៉ុណ្ណឹងមិនបែងចែកភូមិស៊ីបាឬស៊ីតូទេតែមានលក្ខខណ្ឌមួយចូលមកកសិដ្ឋានហើយត្រូវស្ដាប់តាមការរៀបចំទាំងអស់ខ្ញុំឲ្យចំណេះរបៀបណាត្រូវធ្វើតាមនឹងខ្ញុំឲ្យចិញ្ចឹមរបៀបណាត្រូវធ្វើតាមនឹងបើអ្នកណាគិតថាខ្លួនឯងចេះដឹងជាងខ្ញុំកុំមកធ្វើការអីខ្ញុំព្រមស្អែកនេះខ្ញុំនឹងមកធ្វើការលីនឆេនកាលពីមុនខ្ញុំនិយាយមិនល្អដាក់អ្នកសូមអ្នកមានចិត្តទូលាយកុំប្រកាន់អីអ្នកគ្រាន់តែចាត់ចែងការងារអ្វីក៏ខ្ញុំធ្វើបានដែរពួកយើងសុទ្ធតែព្រមធ្វើការជាមួយលោកលីនល្អមេភូមិយើងទៅដែរទៅអញស្ងាត់មកទៅលីនឆេនឧបករណ៍នៅស្ថានភូមិស៊ីបាត្រូវគេវាបំបែកអស់ហើយជ្រូកក៏ងាប់អស់ដែរអ្នកអាចរកអ្នកទៅជួសជុលបានទេខ្ញុំចេញលុយឲ្យអ្នកនៅមានលុយទេលីនឆេនឧបករណ៍នៅស្ថានភូមិស៊ីបាត្រូវគេវាបំបែកអស់ហើយជ្រូកក៏ងាប់អស់ដែរអ្នកអាចរកអ្នកទៅជួសជុលបានទេខ្ញុំចេញលុយឲ្យអ្នកនៅមានលុយទេបំណុលធនាគារនៅជំពាក់3សែនយ៉នតែយ៉ាងហោចណាស់កសិដ្ឋានក៏នៅមានតម្លៃខ្លះជួសជុលរួចយ៉ាងហោចក៏អាចលក់ឧបករណ៍បានខ្លះដែរកុំលក់អីទុកកសិដ្ឋាននឹងចុះឧបករណ៍ខ្ញុំនឹងរកអ្នកទៅជួសជុលតែមិនមែនពេលនេះទេមិនទាន់ដល់ពេលទេចាំឲ្យជ្រូកជុំទី2នៅភូមិស៊ីថៅនេះលក់ចេញសិនចាំគិតបន្តទៀតចំណាយលើការសាងសង់កសិដ្ឋានខ្ញុំចេញលុយមុនសិនចុះចាំកាត់កង់ពីចំណេញរបស់ភូមិ18វិញលីនឆេនអ្នកមានបំណងចង់គ្រប់គ្រងកសិដ្ឋាននៅភូមិ18ដែរមែនទេធ្វើការងារក្នុងដៃឲ្យរួចរាល់សិនទៅជួយកាន់នេះឲ្យខ្ញុំផងខ្ញុំទៅលើភ្នំហើយអ្នកគិតថាខ្ញុំជាខ្លងឬយ៉ាងណាអ្នកណាដែលចង់មកធ្វើការស្អែកម៉ោង 6 ព្រឹកជួបគ្នានៅមុខរបងស្ថានអ្នកណាខ្សោយកុំមកបាត់ចាស់បាន